សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកថតបរិវេណនៅជុំវិញផ្ទះរបស់ខ្ញុំបានដើរថតនៅតាមជុំវិញបរិវេណផ្ទះរបស់ខ្ញុំនេះកន្លែងទៅនឹងហាលស្រូវរួចហើយហើយពុកម៉ែបងប្អូនទាំងអស់គ្នានេះសិតតែកន្លែងចាស់ទៅណាខ្ញុំអត់មានកន្លែងថ្មីថតទេមានតែកន្លែងចាស់ថតនឹងពុកម៉ែបងប្អូនទាំងអស់គ្នាអើយសូមជួយចុច like និង comment ដល់វីដេអូខ្ញុំបាទផងខ្ញុំខំថតអស់ចេញពីសុវត្ថិភាពដោយកម្លាំងកាយនិងចិត្តទាំងស្រុងទាំងអស់នៅក្នុងជីវិតនេះគម្រោងបានជេរនេះដាំស្វាយខ្ញុំទៅដាំដែរដាំស្វាយទៅដាំស្នាមដាំដូងដាំតើយស្រះថ្មីមកថតជុំវិញបរិវេណស្រះបន្តិចស្រះចាស់ទស្សនភាពនៅពេលល្ងាចណាពុកម៉ែបងប្អូនទាំងអស់គ្នាស្រស់ស្អាតអត់ទស្សនភាពនៅពេលល្ងាចពុកម៉ែបងប្អូនទាំងអស់គ្នាចាំជួយចុច like និង comment ដល់វីដេអូខ្ញុំបាទផានីផងខ្ញុំខំថតចេញពីកាយនិងកម្លាំងចិត្តអ្នកទាំងអស់គ្នាសូមជួយចុចមេដាយឲ្យបេះដូងខ្ញុំថតបញ្ចូលទាំងអស់នៅក្នុង Facebook TikTok YouTube ជើហ្នឹងខ្ញុំថតបញ្ចូលទស្សនភាពនៅពេលល្ងាចតោះយើងឡាប់ទៅវិញតាមនោះហីថត
ប់នំមួយសិននំតានំរីផ្លូវនេះទុកបាក់ណាបាក់ផ្លូវបាក់មិញไอ้នោះវាមិញគួយដល់ហើយដល់ឆែកថាប្រងនេះមើលមកឲ្យមើលកម្រងបាយពុកម៉ែបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូថ្មីទៀតសូមជួយ like និង comment ទាំងអស់គ្នាផងសូមអរគុណសូមជម្រាបលា